ថែរក្សាសម្រស់វិញម្ដងបាទថ្មីនេះយុវវ័យយើងជាពិសេសមិត្តនារីចាប់ផ្ដើមយកចិត្តទុកដាក់ខ្លាំងណាស់ជាពិសេសលើបញ្ហាសម្រស់ដូចជាកញ្ញាសុភ័ក្រអញ្ចឹងបើថាមុននឹងឡើងសូមិនបានតុបតែងមុខមាត់ឲ្យបានស្អាតទេគឺមិនសម្រាប់ចិត្តថាឡើងទេបាទនេះគឺជាធម្មជាតិមួយសម្រាប់មនុស្សស្រីហើយការចាប់អារម្មណ៍សំខាន់បំផុតរបស់មនុស្សទាំងឡាយជាពិសេសបុរសឬក៏មនុស្សភេទផ្ទុយគ្នាគឺសម្រស់នេះហើយបាទមុននឹងចាប់ផ្ដើមពិចារណាទៅដល់ចរិតលក្ខណៈគឺចាប់ផ្ដើមបាទបោះភ្នែកដំបូងគេហៅថា first impression ណាការចាប់អារម្មណ៍ជំហានបឋមណាគឺទៅលើសម្រស់នេះហើយចាអញ្ចឹងទេកន្លងមកក៏មានក្រុមហ៊ុនកែសម្ផស្សជាច្រើនមាន clinic កែសម្ផស្សជាច្រើនប៉ុន្តែ clinic កែសម្ផស្សទាំងអស់នោះហាងកែសម្ផស្សទាំងអស់នោះមានគោលដៅនិងផលិតផលផ្សេងៗគ្នាប៉ុន្តែកាលពីម្សិលមិញនេះក៏មានក្រុមអ្នកជំនាញមកពីអាល្លឺម៉ង់បាទលោកបានធ្វើបទបង្ហាញមួយដោយណែនាំនៅផលិតផលថ្មីនិងម៉ាស៊ីនទំនើបមួយដើម្បីបាទបញ្យល់ដល់អ្នកដែលស្រឡាញ់សម្រស់របស់ខ្លួនណាឲ្យបាទបានយល់អំពីវិធីសាស្ត្រនៃការថែរក្សាសម្រស់របស់ខ្លួនឲ្យបានស្អាតហើយសម្រស់នោះមិនប៉ះពាល់ដល់សុខភាពថែមទៀតព្រោះថាបងប្អូនយើងពេលខ្លះលោកអត់បានគិតទេគិតតែធ្វើម៉េចឲ្យស្អាតសុខចិត្តទៅសម្រករៀងចាធ្វើការវះកាត់អីជាដើមមុខជាជួរនេះទៅវះទៅទាញមុខណាមករួចនៅកនេះក៏មានអញ្ចឹងទេវិធីសាស្ត្រទាំងអស់នេះអ្នកជំនាញជនជាតិអាល្លឺម៉ង់គេមើលឃើញថាមិនមែនជាវិធីសាស្ត្រល្អទេចាផលិតផលដែលល្អគឺជាវិធីសាស្ត្រគឺជាផលិតផលមួយដែលចូលទៅបន្សាំសារពាង្គកាយឬក៏ស្បែកនៅផ្ទៃខាងក្នុងដើម្បីឲ្យវាសម្អាតតាំងពីក្នុងមករហូតចេញមកដល់ខាងក្រៅនោះបាទហើយផលិតផលដែលក្រុមហ៊ុនធ្វើការបង្ហាញនៅពេលនេះគឺជាផលិតផលបាទ Jensen ផលិតផល Jensen នេះគឺជាផលិតផលរបស់ប្រទេសអាល្លឺម៉ង់ដែលនាំចូលផ្ដាច់មុខនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយក៏ត្រូវបានធ្វើបទបង្ហាញនៅវិធីសាស្ត្រនៃការប្រើប្រាស់នឹងកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2014ម្សិលមិញនេះផងដែរផលិតផល Mark Jensen នេះជាផលិតផលកែសម្ផស្សដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Beauty World ដែលមានលក់ហើយនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាបាទហើយផលិតផលមិនមែនមានតែផលិតផលលាបមុខទេមានទាំងពីក្រែមមានទាំងពីថ្នាំលាបក្រចកនិយាយទៅជាផលិតផល make up គឺគេឲ្យឈ្មោះថា make up factory តែម្ដងមានច្រើនសម្រាប់ការផាត់មុខសម្រាប់អីហ្នឹងរបស់មិត្តនារីម្យ៉ាងទៀតក៏មាននៅផលិតផលម៉ាស៊ីនទំនើបគ្រប់ប្រភេទដែរហើយក្រុមហ៊ុននេះក៏មានការលក់ដុំបាទបោះដុំជូនដល់ម្ចាស់ហាងសម្អាងការទាំងអស់នៅផលិតផលរបស់ខ្លួនដែរហើយកាលពីម្សិលមិញហ្នឹងក៏តំណាងក្រុមហ៊ុនបានធ្វើការបញ្យល់ជាក់ស្ដែងតែម្ដងដោយមានទាំងពីឧបករណ៍លេលាបស្បែកឧបករណ៍កាយសម្ផស្សដោយលោកស្រីមកពីជនជាតិលោកស្រីមកពីអាល្លឺម៉ង់ជនជាតិអាល្លឺម៉ង់ហ្នឹងបានបញ្យល់ធ្វើការបកស្រាយបញ្ជាក់បន្ថែមបើតាមលោក Elfady ដែលជាប្រធានក្រុមហ៊ុនផលិតផលនេះបានបញ្ជាក់ឲ្យដឹងថាលោកបាននាំចូលសហការជាមួយនឹងក្រុមហ៊ុននៅក្នុងស្រុកគឺក្រុមហ៊ុន World Beauty នៅពេលនេះដោយសារតែលោកបានមើលឃើញថាសេដ្ឋកិច្ចរបស់កម្ពុជាមានការបោះពុយរីកចម្រើនទៅមុខហើយតម្រូវការរបស់មនុស្សផ្នែកការសម្ព័ន្ធហ្នឹងក៏ចេះតែមានការកើនឡើងអញ្ចឹងទេលោកជឿជាក់ថានៅពេលដែលលោកផ្ដល់ជូននៅផលិតផលទាំងអស់នេះនឹងអាចបំពេញទៅកាន់តម្រូវការទីផ្សារពិសេសគឺមិត្តនារីដែលកំពុងត្រូវការការកែសម្ផស្សរបស់ខ្លួននោះអ្វីដែលពិសេសបច្ចុប្បន្ននេះមិនមែនមានតែបាទស្ត្រីទេសម្រាប់ថាបរិសុទ្ធហ្នឹងក៏ចាប់ផ្ដើមគិតគូរពីសម្រស់របស់ខ្លួនដែរបាទបរិសុទ្ធខ្លះហ្នឹងគឺមិនឲ្យមុខកើនឡើងទេប៉ុន្តែកន្លងមកបើយោងតាមបទពិសោធន៍របស់ខ្ញុំមុខខ្ញុំមិនសូវមានមុនទេខ្ញុំមិនដែលសូវបានប្រើប្រាស់ផលិតផល HR ដូចគេទេប៉ុន្តែវិធីសាស្ត្រនៃការសម្អាតមុខរបស់យើងណាសម្រាប់បរិសុទ្ធសំខាន់ណាស់យើងមាន form លាងមុខអីចឹងទៅហើយមានម្សៅលាបការពារកម្ដៅព្រោះយើងត្រូវការចេញទៅក្រៅអីហ្នឹងជួនកាលកុំប្រើប្រាស់ផលិតផលច្រើនពេកសម្រាប់បរិសុទ្ធព្រោះតែយូរទៅវាคล้ายឲ្យបរិសុទ្ធទៅជាបរិសុទ្ធពេលទី3ក៏អាចថាបានដែរដោយសារតែយូរចិត្តតែស្រឡាញ់សម្រស់ខ្លួនឯងពេកវាលែងទៅជាបរិសុទ្ធដែលមានរាងកាយមាំមួនទេណាបាទទៅជាបរិសុទ្ធដែលមានរាងកាយតែចរិតលក្ខណៈជាស្ត្រីទៅវិញនេះក៏ជាអាចដែរដែលគេថាមកពីផលិតផលតែយ៉ាងណាក៏ដោយយើងមិនទាន់ទទួលបានការបញ្ជាក់ពីអ្នកជំនាញទេជុំវិញបញ្ហានេះប៉ុន្តែអ្វីដែលសំខាន់គឺផលិតផល Jensen ខាងលើនេះគឺជាផលិតផលមួយដែលនាំចូលដោយផ្ដាច់មុខដោយក្រុមហ៊ុន World បាទក្រុមហ៊ុន Beauty World ហើយបច្ចុប្បន្នមានលក់ហើយនៅព្រះរាជាណាចក្រកម្ពុជាហើយនៅក្នុងឱកាសធ្វើបទបង្ហាញនេះដែរនាងដាំវាសនាដែលជាប្រធានទីផ្សារបច្ចេកទេសក៏បានបញ្ជាក់ដែរថាការនាំចូលផលិតផល Jensen មកកម្ពុជានេះគឺបាទដោយសារតែសេដ្ឋកិច្ចកម្ពុជាយើងមានការវិវត្តហើយកញ្ញាជឿជាក់ថាផលិតផលនេះនឹងធ្វើឲ្យអតិថិជនកាន់តែពេញចិត្តហើយសម្រាប់របស់អតិថិជននៅក្នុងប្រទេសជាណាចក្រកម្ពុជាជាពិសេសស្ត្រីគ្រប់រូបនឹងទទួលបាននៅសម្រាប់កាន់តែល្អហើយនឹងខ្លាយទៅជាកត្តារួមចំណែកមួយដើម្បីសុភមង្គលនៅក្នុងក្រុមគ្រួសារនៅពេលអនាគតខាងមុខផងដែរចា៎បាទឥឡូវនេះយើង
ខ្ញុំមានអ្វីបន្តទៀតទេខ្ញុំសុភ័ក្របាទជួបបងប្អូនយើងបន្តទៀតចោះមុននឹងសម្រាប់ខ្ញុំថាសម្រាប់សិនតែលើអីនេះជួបបងប្អូនយើងទៀតបញ្ហាគ្រោះថ្នាក់ចរាចរណ៍មួយនៅឯខេត្តឧត្តរមានជ័យនោះដែលមនុស្ស2នាក់ដែលបានបាត់បង់ជីវិតនៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យដោយសារតែ